ព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនដែរបាទច្រើនដែរគឺជារឿងមួយដែលរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាហើយនិងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃអញ្ជើញទៅប្រទេសចិនតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងយីដើម្បីពិភាក្សាគ្នាឲ្យបានកាន់តែច្បាស់ថែមទៀតពង្រឹងថែមទៀតនៅការអនុវត្តបច្ចុប្បន្នគ្នាហ្នឹងបាទអញ្ចឹងសូមវងចោតទៀតឃើញទេយើងឃើញចិនក៏ប្រឹងបាទប្រឹងក៏ជួយបាទសហរដ្ឋអាមេរិកក៏ប្រឹងបាទលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមិនត្រឹមតែទេទៅរដ្ឋមន្ត្រីការបរទេសថៃទេថែមទាំងទេមកនាយករដ្ឋមន្ត្រីកម្ពុជាទៀតបាទអញ្ចឹងឥឡូវចិនក៏ប្រឹងអញ្ចឹងសម្រាប់ខ្ញុំអ្នកខ្លះមើលថាជាការប្រកួតប្រជែងគ្នាអីបាទប៉ុន្តែខ្ញុំមើលដូចខ្ញុំធ្លាប់និយាយរាល់ដងជា compliment ជាការបំពេញបន្ថែមឲ្យទៅគ្នាទៅវិញទៅមកឥឡូវបានជុំបាញ់គ្នាអញ្ចឹងហើយឥឡូវចិនគាត់ហៅទៅទៀតដើម្បីពង្រឹងឲ្យថែមទៀតថាឥឡូវនេះទាំងយោធាទាំងផ្នែកការទូតឯកភាពគ្នាកុំធ្វើឲ្យប្រេះផ្ដាស់ដើម្បីឲ្យប្រជាពលរដ្ឋពលមកវិញអញ្ចឹងឥឡូវនេះសូមជូនព័ត៌មានក្រោយការនិយាយវិភាគរបស់ខ្ញុំគឺបើយោងតាមសេចក្តីរាយការណ៍នេះបញ្ជាក់ថាអ្នកការទូតកម្ពុជារបស់ថៃនិងកម្ពុជាបានជួបគ្នានៅក្នុងប្រទេសចិនដើម្បីពង្រឹងនៅបទជប់បាញ់គ្នាបើយោងតាមនេះសេចក្តីរាយការណ៍របស់ច្រើនគឺ AP ផង Beijing ផងបាទ Press Beijing ផងសំទោស Associated Press ហើយនិងសារព័ត៌មានផ្សេងទៀតបាទដែលបានបញ្ចូលគ្នាគាត់បាននិយាយថាអ្នកការទូតកម្ពុជាមកពីប្រទេសថៃនិងប្រទេសកម្ពុជាបានចាប់ផ្ដើមការចរចានៅក្នុងប្រទេសចិនគឺតាំងពីថ្ងៃទី28ហ្នឹងឃើញទេបាទខ្ញុំឃើញរូបខាងថ្នាក់ដឹកនាំកម្ពុជាលោកប្រសិទ្ធខុនលោកបានថតជាមួយនឹងលោកវ៉ាងយីអីច្រើនបង្ហាញនូវភាពស្និទ្ធស្នាលនិយាយគ្នាជជែកគ្នាលេងបាទដែលថាជាដូចថាស្មើមុខស្មើមាត់នឹងគ្នាបើទោះបីជាចិនគាត់ប្រទេសធំកម្ពុជាប្រទេសតូចក៏ប៉ុន្តែការរបៀបប្រស័យតាក់ទងរបស់អ្នកការទូតកម្ពុជាទាំងពីរហ្នឹងគឺមានលក្ខណៈស្និទ្ធស្នាលនិងសមាភិបគ្នាដែលយើងមើលឃើញអញ្ចឹងបាទមិនមែនជាការនិយាយដើម្បីលើកជើងលើកដៃទេប៉ុន្តែយើងមើលឃើញតាមរូបភាពហ្នឹងអញ្ចឹងផងដែរណាហើយគឺបាននិយាយអំពីរឿងដើម្បីដោះស្រាយបញ្ហាព្រំដែនហើយកិច្ចប្រជុំនោះគឺកើតមានឡើងបន្ទាប់ពីមានការឯកភាពគ្នាទៅលើបទជប់បាញ់ដែលបានចុះហត្ថលេខាដើម្បីបញ្ចប់ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ដែលបានសម្លាប់មនុស្សអស់ជាង100នាក់នៅហើយនឹងធ្វើឲ្យមនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីលំនៅឋានការពិភាក្សាគ្នានេះគឺសម្របសម្រួលដោយលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនគឺលោកវ៉ាងយីដែលមានគោលបំណងដើម្បីធានាឲ្យមានសន្តិភាពយូរអង្វែងមួយប្រទេសចិនក៏ដូចជាមួយនឹងប្រទេសសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីចឹង AP គាត់ឲ្យ credit ទាំងអស់គាត់ថាចិនរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីខិតខំព្យាយាមស្វែងរកការសម្របសម្រួលបញ្ចប់វិបត្តិនេះហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្លាប់បានគម្រាមកំហែងថានឹងដកឋានៈពន្ធគយបើសិនបើមិនរក្សាបទជប់បាញ់គ្នានោះទេហើយក៏ប្រទេសចិនវិញក៏បានប្រកាសអំពីការផ្តល់ជំនួយបន្ទាន់ដើម្បីជួយទៅដល់កម្ពុជាហើយនឹងក៏បានសម្ដែងនៅការត្រៀមខ្លួនជាស្រេចនៅក្នុងការគ្រប់គ្រងឲ្យមានការជួបសន្ទនាគ្នានេះផងដែរបាទអញ្ចឹងគឺខាងកម្ពុជាគឺលោករដ្ឋមន្ត្រីដែលចូលរួមគឺលោកប្រសិទ្ធខុនហើយខាងប្រទេសថៃគឺលោកសៀស័កភួងគិតកែវលោកអញ្ជើញចូលរួមនៅក្នុងការពិភាក្សាគ្នានេះផងដែរបាទអញ្ចឹងនេះគឺជាព័ត៌មានដែលបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងការទូតហើយនៅក្នុងសារព័ត៌មាននេះក៏បាននិយាយអំពីការដែលលោកប្រធានាធិបតី Donald Trump ប្រកាសដែរណាចឹងខ្ញុំបានជម្រាបជូនហើយចឹងសារព័ត៌មាននេះគាត់និយាយថាលោក Trump បានប្រកាសពីរឿងនេះពីភូមិគ្រឹះ Mar-a-Lago របស់គាត់បាទហើយបើតាមសេចក្តីរាយការណ៍នេះបានដឹងថាគឺការពិភាក្សាគ្នានៅក្នុងប្រទេសចិននេះគឺមានគោលបំណងធានាឲ្យមានបទជប់បាញ់ដែលថិតថេរមួយហើយនឹងលើកកម្ពស់សន្តិភាពដែលថិតថេរយូរអង្វែងរវាងប្រទេសទាំងពីរនេះបើយោងតាមការិយាល័យរបស់លោកខុតការិយាល័យរបស់លោកសៀស័កហើយលោកវ៉ាងក៏មានគម្រោងនឹងចូលរួមនៅក្នុងការពិភាក្សាគ្នាជាមួយនឹងទ្វេភាគីជាមួយនឹងអ្នកការទូតទាំងដែលមកពីប្រទេសទាំងពីរផងដែរហើយនឹងក៏មានការជួបពិភាក្សាគ្នាត្រីភាគីនៅថ្ងៃច័ន្ទអញ្ចឹងនៅក្នុងប្រទេសកម្ពុជា
ថ្ងៃនេះថ្ងៃច័ន្ទទៅហើយអញ្ចឹងប្រហែលជាការជួបពិភាក្សាត្រីភាគីហ្នឹងកំពុងតែដំណើរការទៅហើយចិនក៏បានស្វាគមន៍នៅការប្រកាសអំពីបទជួបបាញ់គ្នាតែនៅតាមបណ្ដោយព្រំដែនมันមានការប្រយុទ្ធគ្នាទៀតទេអនុញ្ញាតឲ្យពលរដ្ឋដែលភៀសសឹកហ្នឹងវិលត្រឡប់ទៅលំនៅឋាននៅជិតតំបន់ព្រំដែនឡើងវិញអញ្ចឹងគឺនេះគឺជាសារព័ត៌មានដែលបានរាយការណ៍បន្ថែមខ្ញុំសូមបញ្ចប់ដោយដកសងសម្ដីរបស់ខាងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃណាអញ្ចឹងពីព្រោះនៅកម្ពុជាខ្ញុំជឿថាប្រិមិត្តអាចទៅមើលនៅក្នុង Facebook របស់ក្រសួងការបរទេសលោកប្រាក់សុខុនហើយនិងក្រសួងការពារជាតិនឹងឃើញអស់ហើយបាទអញ្ចឹងខ្ញុំមិនចូលទៅដល់ចំណុចនឹងថែមទៀតទេគ្រាន់តែខ្ញុំចង់បញ្ជាក់អំពីអ្វីដែលចេញមកពីខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃវិញម្ដងគឺលោកសៀសាក់បាននិយាយនៅថ្ងៃអាទិត្យនេះថាលោកសង្ឃឹមថាកិច្ចប្រជុំនេះនឹងពំនាំទៅដល់ប្រទេសចិននៅអ្វីដែលប្រទេសថៃចង់បានគឺឲ្យមានការគ្រប់គ្រងទៅដល់បទជួបបាញ់គ្នាដែលមានចីរភាពមួយហើយក៏បញ្ជូនសញ្ញាទៅដល់ប្រទេសកម្ពុជាកុំឲ្យបង្កចំនួននោះឡើងវិញឬក៏បង្កើតឲ្យមានចំនួនអ្វីទៀតនៅក្នុងពេលអនាគតខាងមុខបាទអញ្ចឹងបានន័យថាថៃក៏នៅតែលួចចាក់ចកេះកម្ពុជាអញ្ចឹងគាត់និយាយយកបងគឺថាគាត់នៅតែមិនភ្លេចឱកាសក្នុងការបន្ទោសមកលើប្រទេសកម្ពុជានឹងទេគាត់ថាអញ្ចឹងគឺចង់បានសន្តិភាពបានក៏ប៉ុន្តែក៏ចង់ឲ្យចិនហ្នឹងធានាប្រាប់ទៅកម្ពុជាថាកុំឲ្យមានរឿងហ្នឹងតទៀតបាទអញ្ចឹងប្រិមិត្តស្ដាប់ឲ្យកំខឹងឲ្យពីព្រោះនេះគឺគាត់ឆ្លៀតកេងចំណេញកន្លែងហ្នឹងតិចបាទតែអ្នកណាដែលបង្កចំនួនពិតប្រាកដគឺប្រិមិត្តដឹងខ្លួនឯងហើយណាបាទ